Chồng lý số năng sư đây nhà ngọt nàyថ្ងៃនេះខ្ញុំមកបន្តពាក្យទី2កុំឲ្យនិយាយសន្តិបាយយកតោះចូលពាក្យដើមរឿងដំបូងយើងឃើញគីងស៊ីក៏និយាយថាខ្ញុំមិនដែលគិតសោះថាប្តីសម្លាញ់នឹងមានការប្រសើរឡើងដល់កម្រិតនេះនៅពេលនោះស៊ូយ៉ងក៏បានគិតក្នុងចិត្តថាហើយវាគឺជារឿងល្អដែរប្រសិនបើគាត់មិនបានដំឡើងកម្រិតវិធីសាស្ត្រពង្រឹងយ៉ាងទេគាត់ច្បាស់ជាខ្លាចជាសាកសពបាត់ទៅហើយនៅពេលនេះនាងបានគម្រាមកំហែងស៊ូយ៉ងដោយផ្អែមលាល្បិចចាប់ពីពេលនេះទៅធ្វើអ្វីត្រូវចេះលក្ខចរិតខ្លះទៅបងនាងបានច្បាច់ស្មាស៊ូយ៉ងមកទៅហឹងមនុស្សចាស់ហើយពេលនោះនាងក៏បានដាស់តឿនបន្ថែមទៅស៊ូយ៉ងទេកុំឲ្យដើរបង្កើតបញ្ហាទៀតត្រូវចេះស្ដាប់បង្គាប់នាងនៅពេលនោះស៊ូយ៉ងក៏ឆ្លើយតបវិញថាបាទប្រពន្ធគិតក្នុងចិត្តម្ដងទៀតថាខ្ញុំក៏មិនចង់មានរឿងដែរប៉ុន្តែប្រពន្ធឲ្យខ្ញុំមានរឿងនាងទៅវិញក៏ឆ្លើយប្រាប់ស៊ូយ៉ងថានាងនឹងត្រឡប់មកវិញហើយធ្វើបន្តទៀតស៊ូយ៉ងនិយាយសម្ដីឡើងផ្អែមល្ហែមដេញជើងនាងឲ្យទៅផុតទៅប៉ុន្តែនៅក្នុងចិត្តវិញគាត់កំពុងតែរន្ធត់និងដឹងខ្លួនថាការណាំដោះឬក្បាច់គុណរបស់ប្រពន្ធគាត់គឺខ្លាំងជាងគាត់ដាច់ឆ្ងាយណាស់គ្រាន់តែច្របាច់ស្មាបន្តិចសោះក៏របួសសន្លាក់ស្មាដែរលើពីនេះទៅទៀតនាងចាប់ផ្ដើមមានការសង្ស័យលើរូបខ្ញុំហើយរឿងអាបាញ់មិញគ្រាន់តែជាការប្រមានមួយប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយខ្ញុំមិនអាចរីករាយឬចោះចាញ់បានទេខ្ញុំត្រូវតែប្រឈមមុខនឹងឧបសគ្គនេះដោយផ្ទាល់មុនពេលដែលស្រីម្នាក់នោះអស់ភាពអស់ថ្មខ្ញុំត្រូវតែប្រមូលពិន្ទុឲ្យគ្រប់គ្រាន់ដើម្បីពង្រឹងជំនាញរបស់ខ្ញុំហើយស្វែងរកផ្លូវចេញពីសាមភាពដ៏លំបាកមួយនេះប្រហែលថ្ងៃកន្លងផុសទៅស៊ឺយើងក៏បានដើរក្លុកទីក្រុងដោយសម្លេងអាចកចែងពីក្រៅខ្នងដោយសារតែខ្ញុំបើកប្រាណនិងកេងចំណេញលើពួកអាឡុងទាំងនោះអស់មួយរយៈធំមកហើយមើលទៅវាប្រហែលលែងសូវមានអារម្មណ៍ជាមួយខ្ញុំតិចហើយបានជាបន្ទុកឥឡូវនេះលេងលោតឡើងសោះស៊ឺយើងក៏ពិតតែទាល់ច្រៅដោយសារជំនាញចាស់របស់គាត់ឡើងខ្ពស់បាត់ទៅហើយគាត់ចង់រៀនក្បាច់គុនថ្មីដើម្បីយកបន្ទុកទៅដំឡើងកម្រិតតែទោះបីជាគាត់ខំយកឈ្មោះប្រពន្ធគាត់គឺគីងស៊ីស៊ីទៅគម្រាមបោកប្រាស់សិស្សនៅក្នុងនិកាយក៏ពួកនឹងមិនហ៊ានប្រាប់ដែរព្រោះវាជាច្បាប់តឹងរឹងរបស់និកាយដែលហាមឃាត់មិនឲ្យអ្នកក្រៅដឹងគីងស៊ីបានដឹងថាសៀវយ៉នបានធ្វើអ្វីនៅថ្ងៃនេះប៉ុន្តែនាងមិនដាក់បណ្ណៃទេគ្រាន់តែមើលខ្លួនឯងដឹងថាគេធ្វើអីគេបន្ទាប់ពីព្រឹកឡើងសៀវយ៉នបាននិយាយថាចង្រៃមែនបើសិនជាស្ថានភាពនៅតែបន្តបែបហ្នឹងទៀតទោះបីជាវិធីបង្កើនកម្លាំងយ៉ាងរបស់ខ្ញុំវាឡើងហួសកម្រិតកំណត់ក៏ដោយក៏រាងកាយរបស់ខ្ញុំមិនអាចទៅរួចទៀតទេពេលគាត់ដើរកាត់ព្រៃស្រាប់តែមានប្រព័ន្ធលោតប្រកាសថារកឃើញបំណែកប្រព័ន្ធគាត់ក៏សម្រេចចិត្តភ្លាមថាត្រូវតែទៅយកបំណែកនេះឲ្យបានដើម្បីអាប់ក្រេតប្រព័ន្ធនិងបើកមុខងារថ្មីមកជួយសង្គ្រោះគាត់ពេលស៊ីយ៉ាដើរតាមរកពន្លឺខៀវមកដល់ទីតាំងគឺវាត្រូវបានលាក់ទុកនៅក្នុងអាស្រមដូនតាមូឈីងហើយវាគឺជាកន្លែងដែលហាមឃាត់ដាច់ខាតពេលគាត់ទៅដល់ស្មាំងស្រីបានឃាត់ខ្លួនគាត់ទាំងគម្រាមសម្រាប់ចោលស្រីបានដឹងខ្លួនថាខ្លួនឯងគ្រាន់តែជាមនុស្សលំដាប់ទីដែលគេទុកបឺតថាមកពុំមិនអាចចូលបានទេហើយក៏បានប្រញាប់និយាយយករួចខ្លួនថាជាការយល់ច្រឡំប៉ុន្តែពួកឆ្មាំមិនស្ដាប់ទេគឺបានបើកការវាយប្រហារមកលើគាត់ភ្លាមតែម្ដងស្រាប់តែគាត់លេងស្ទាយចាស់គឺលួមលងស្រីស្រាយ៉ាងគេអាងស្អាតតែជាងទៅគេលេងតែស្ទាយហ្នឹងហើយពេលនោះស្រាយ៉ាងក៏បានដាក់កំណាត់អ្នកទាំងពីរមានស្បែកស្អាតដូចជាត្បូងចលរណៃស្ពណ៌សចង្កេះតូចស្ដាងដូចជាមេឃមោងស្រស់ស្អាតដូចជាផ្លែចានៅរដូវផ្ការីកហើយរសស្នាមញញឹមនឹងការសម្លឹងមើលរបស់អ្នកទាំងពីរធ្វើឲ្យខ្ញុំភាំងស្មារតីរហូតទប់ចិត្តមិនបានស្រាយាបានគិតក្នុងចិត្តថារហូតដល់ពេលខ្ញុំដឹងខ្លួនឡើងវិញគឺខ្ញុំដើរមកដល់ក្បែរខ្លួនរបស់អ្នកទាំងពីរដោយមិនដឹងខ្លួនបាត់ទៅហើយពេលនោះស្រាយាក៏បានងាកក្រោយទៅក៏ឃើញគេចាក់សោទ្វារពេលគេមើលទៅមុខទៅក៏ឃើញស៊ីងស៊ីនឹងមិនមែនជាយាយកូកុនដែលជាអ្នកអនុវត្តច្បាប់របស់ប៉ាក់នេះទេអែបមីសុំហៅឈ្មោះគាត់យេខ្ជិលហៅឈ្មោះពេញតោះចូលសាច់រឿងតទៀតម្ចាស់រាងកាយចាំគាត់ច្បាស់ណាស់គាត់ធ្លាប់រងការធ្វើបាបយ៉ាងខ្លាំងពីបុរសម្នាក់នេះកាលពីទើបតែចូលបំផាក់ដំបូងម្នាក់នេះមិនខ្លាចស៊ីងស៊ីទេពីថ្ងៃនេះខ្ញុំមិនទាន់បានរកល្បិចជាមួយវាផងប៉ុន្តែឥឡូវនេះវាពិតជាទេវតាព្រោះមែនចាំមើលស៊ីយ៉នធ្វើគេណាស៊ីយ៉នគាត់បានស្រែកថាសង្គីដើរមកទីនេះភ្លាមមកនៅយាមអាសនៈដូនតាជំនួសពួកនាងពាក្យសង្គីហ្នឹងមានអ្នកថៃណាស៊ីយ៉នមិនហ៊ាននិយាយបើគ្នាឡើងក្មេងល្អហ្នឹងប៉ែកយេនិយាយថាឯងចង់មានន័យថាម៉េចឯងនិយាយជាមួយនរណាស៊ីយ៉នក៏ឆ្លើយវិញថាមើលស្អីគឺអញនិយាយជាមួយនឹងឯងហ្នឹងឯងពិតជាសម្រាប់មិនបានការមែនមកទីនេះមកអញកំពុងតែតឹងរង់ចាំយ៉ាងអន្តេសាដើម្បីទៅសប្បាយជាមួយអូនទាំងពីរនេះចុះហេតុអ្វីបានជាឯងមិនទាន់រមាក្បាលមកយាមជំនួសពួកគេទៀតអូនសខំនិយាយថាឈប់កុំនិយាយអីដូចជាលោកយេដែលជាអ្នកអនុវត្តច្បាប់អូនទង់តែនិយាយម្ដងគាត់មានឋានៈពិសេសណាស់ឯងមិនអាចជេរប្រមាថឬធ្វើបាបគាត់តាមចិត្តបានទេអ្នកអនុវត្តច្បាប់ស្អីមិនមែនមើលទៅដូចជាឆ្កែមួយក្បាលទេអីអូនស៊ីងស៊ីថតនិយាយតាថាក្រៅពីខ្ញុំមនុស្សប្រុសទាំងអស់នៅក្នុងប៉ាក់នេះគ្មានស្អីក្រៅពីវងឆ្កែនិងពួកបំរើកញ្ចះគេនោះទេណែអានបើមានចិត្តខ្លាំងហាំពូកែក្រាន់បើដើរមកវាយយើងមកមើលណែមកដើរចាំដើមទ្រូងយើងនេះមកហើយចង់ងាប់មែនទេអូយក្បាច់ដាល់នេះក៏ខ្លាំងម្ល៉េះងាត់ខ្ញុំហើយលើនេះច្បាស់ជាដាច់ខ្យល់ងាប់មិនខានទេល្បិចមែនស៊ីងស៊ីក៏បានស្រែកថាឈប់ភ្លាមពេលយើងនិយាយថាចោះនេះខ្ញុំបានវាចង់វាឲ្យមែនទេកុំប្រាប់ណាថាខ្ញុំហាត់ដល់កម្រិតកម្ពូលបាត់ទៅហើយហ្នឹង
គិញស៊ីនេះcònនិយាយថាថយចេញទៅលោកយាយខ្ញុំត្រូវទៅចូលវិហារដូនតានៅក្នុងចិត្តនាងវិញចង្រៃមែនខ្ញុំត្រូវការពេលវេលាប៉ុន្មានថ្ងៃទៀតទេដើម្បីបើស្រូបយកធាតុល្អៗពីខ្លួនវាឲ្យអស់តើអបិយក៏ឆ្លើយវិញថានាងឯងចង់មើលងាយខ្ញុំដែលជាអ្នកអនុវត្តច្បាប់ប្រចាំបកនេះមែនទេខ្ញុំចង់ដឹងណាស់ថាអាណាហ៊ានចូលក្នុងវិហារដូនតាដើម្បីជួយអាសម្រានអាមនុស្សចង្រៃម្នាក់នោះអូនស៊ីនិយាយថាខ្ញុំមិនមែនទៅជួយវាទេសក់តុងដែរបាននិយាយថាបងស្រីឈិញវិហារដូនតាមិនមែនជាកន្លែងបងនឹកឃើញចង់ចូលក៏ចូលបានទេសឿយល្បិចមែនចូលដល់បានហ្នឹងសឿយថាសំណាងឲ្យបានក្បាច់ប្រឡឹងធាតយ៉ាងជួយពង្រឹងរាងកាយកុំអីឆ្អឹងខ្ញុំច្បាស់ជាខ្ទេចគ្មានសទេក្រោយពីការប៉ះទង្គិចមិញហ្នឹងតែសើចត្រង់ថាគាត់មិនដាចំខ្ញុំមែនតែនផងកុំអីងាប់បាត់ទៅហើយចំចាស់ចំណែកបណ្ដៃប្រព័ន្ធនៅណាវិញយើបាទរួចចម្លាក់ដូនតាស្អាតថានៅបានដល់អស់ចាស់យូស៊ូលូបំណែកប្រព័ន្ធគឺនៅវងរូបចម្លាក់ត្បូងរបស់ស្ថានិកបានមូគីងសោះនៅពេលនោះប្រព័ន្ធបានលោថាបានបញ្ចូលគ្នាជោគជ័យស៊ីយ៉ាងក៏និយាយថាធ្វើដំណើរឆ្លងភពឥឡូវនេះហ្មងទៅនៅពេលនេះស៊ីយ៉ាងក៏បានឆ្លងចក្រវាឡមកដល់ទីក្រុងយីងសេងឥឡូវនេះពួកយើងក៏បានឃើញមង្គលការតែអត់ដឹងណាគេទេពួកអាចចាញ់ក៏និយាយគ្នាថាលូសៀយ៉ាងពិតជាស្រីស្អាតដាច់គេនៅប្រចាំទីក្រុងនេះមែនខ្ញុំសំហៅឈ្មោះលូស្រួលស្ដាប់ចឹងណាពួកអាចចាញ់ក៏និយាយបន្តទៀតថាជួយឲ្យបានទេគួរស្ដាយណាស់ដែលនាងត្រូវរៀបការជាមួយអាប្រុសសំភីកញ្ចាស់ស្រីដូចជាអាស្រាវយ៉ាងនេះស្ងាត់មកឈប់និយាយផ្ដេសផ្ដាស់ងល់ហើយស្រាវយ៉ាងនៅចក្រភពមួយទៀតគឺនៅតែគេឌីលមើលស្រាវយន្តសบายចិត្តសាររត់គេចពីស៊ីងស៊ីបានជោគជ័យឪពុកស្រាវយន្តក៏និយាយថាអាកូនអើយមិនទាន់ទឹកខ្យល់ទៀតថ្ងៃនេះជាថ្ងៃមង្គលការធំណាស់ជារើឯងពិតជាថ្លើមធំហ៊ានណាស់អ្នករៀបចំកម្មវិធីក៏និយាយថាមើលទៅកូនប្រុសរបស់លោកម្ចាស់ក្រុងប្រហែលជាអស់ហួសហេតុពេកហើយដឹងមិនអីទេគ្មានខូចខាតស្អីទេបាទតោះយើងបន្តកម្មវិធីទៅមុខទៀតទៅស្រាវយន្តក៏និយាយថាខ្ញុំក៏ហើយស្រាវយន្តក៏បានគិតក្នុងចិត្តថាអត្តសញ្ញាណរបស់ខ្ញុំនៅក្នុងពិភពលោកនេះគឺជាកូនប្រុសម្ចាស់ក្រុងហើយថែមទាំងកំពុងរៀបការទៀតផងក៏ត្រូវការចាប់ដើមលើកនេះមិនអន់ក៏មិនអាក្រក់ដែរខ្ញុំសូមគោរពនិងសំពះទៅកាន់អនាគតភរិយារបស់ខ្ញុំហើយឥឡូវនេះខ្ញុំត្រូវតែស្វែងរកក្បាច់គុណខ្លះដើម្បីហាត់រួចប្រើប្រាស់ប្រព័ន្ធដើម្បីអាប់ដេតវាឲ្យឡើងដល់កម្ពុជាចាំពេលត្រឡប់ទៅវិញទោះបីជាស្រីចង្រៃស៊ីងស៊ីឬមូគីងស្អីហ្នឹងក៏ខ្ញុំចាប់ការបានយ៉ាងស៊ីផុយហើយស៊ីយ៉ានៅក្នុងអាណាចក្រនេះក៏មិនកើតដែរសឹកចាប់ចរិតគេមកធ្វើប្រពន្ធនោះលោកក៏និយាយថាឯងចាំតែមើលទៅបងប្រុសប៉ាំវ៉ែច្បាស់ជាមិនលេងខ្លួនឯងឲ្យរួចខ្លួនស្រួលបែបនេះទេពេលហ្នឹងខ្ញុំបានធ្វើប៉ុណ្ណឹងចាំមើលភាគទី3ចាំមើលមានរឿងអ្វីកើតឡើងទៅខ្ញុំសូមទោសជាមុនភាគនេះវាមានការនិយាយអសុរោជាច្រើនបាទហើយខ្ញុំនិយាយតាមសាច់រឿងទេកុំប្រកែកកាន់ខ្ញុំអីហើយខ្ញុំសូមចិត្តមួយទៀតជួយ like subscribe និង share វាគឺជាកម្លាំងចិត្តមួយដែលធ្វើឲ្យខ្ញុំចង់ធ្វើរឿងហ្នឹងបន្តទៀតណា